គ្រប់នឹងជំរាបសួរនេះគឺជាសកម្មភាពបបកត្រីមួយថ្ងៃពេញប៉ុន្តែត្រូវហូបត្រីខនិងសាច់មាន់ដែលយកមកពីផ្ទះពេលដែលយើងទៅដល់ទីតាំងបបកត្រីគឺស្ថានភាពទឹកឡើងរៀងឡើងល្អក់ដែលជាលទ្ធផលគឺត្រីអត់ខំនុយទេហើយសូម្បីតែមួយក៏អត់ទទួលបានដែរក្នុងមួយថ្ងៃពេញនឹងតែអ្វីដែលខ្ញុំចង់ចែករំលែកនៅក្នុងវីដេអូនេះគឺទេសភាពយោងទៅតាមការសិក្សាមិនបរាជ័យជោគជ័យក៏មិនទទួលបានដែរអ្វីក៏ដោយគឺមិនមែនជោគជ័យទាំងអស់ទេតែងតែមានការបរាជ័យតែយើងអាចរៀនបានពីអ្វីដែលមិនជោគជ័យនោះដើម្បីពង្រឹងវាកែលម្អនៅកិច្ចការងាររបស់យើងគុណច្រើនសម្រាប់ការទស្សនាវីដេអូប្រសិនបើលោកអ្នកបងប្អូនចូលចិត្តត្រី camping outdoor sport please subscribe my channel like my video for more video next time thank you មកមេតាត្រីខយកមកតាបង យកត្រូវអត្រាយើងមានត្រីជប់ញ៉ាំរបស់គ្នាហើយយើងតាមបាល់ហើយយើងជើងតាមត្រីហើយតែត្រីយើងតាមមិនត្រីតាមបាល់អូលើចេះកំសាន្តអារម្មណ៍ว่ารោវិធីchơiហ្នឹងក៏វិធីកំសាន្តអារម្មណ៍คนใจនៅទីតាមិនអើជីវិតបើមិនថៃបើមិនត្រីកំបោមើលយើងជាវីដេអូពី14របស់បោះលេងបាយហ្នឹងគួយទៅគួយទៅយើងថៃคนមកហើយមកទៅបាក់យើងថៃយើងចាប់តើដល់ផ្លែហ្នឹងពេញតាមអត្តេខ្ញុំយកទៅផ្ទះខ្ញុំតាំង
trong nhôm miên này tôi đã luống con tôi sẽ phải cắt hết luôn con như kia bà con quyến hát ấy đi về đây thì nhom lại rồi nè đi thôi đây một lô pram quan này đây mưa đã đập đầy Nên nên trai thế trai Việt Nam à trai Việt Nam à cái này đọc để yêu chi màu nó về thực trời về miền đọc thì nó để yêu chi cắt màu anh ấy thực về trời đó tại vì salah về admin lain về bà về admin Israel Bill nơi không có bom nè bọn à không áo đấy lưng tựa mình ta cầm mai tầng tray kho ấy nữa con nuôi một mình ta ấy nó trung man mà cano thì vô mà ở trên đây tray